I would like to introduce Master Hunso, and in his clip, he will tell you the story how he gets involved with arts and music, and about his experience about his life, and also he will show you some technique how to play the flute and some tune from Cambodian traditional music. So I believe that you will all enjoy the clips. Thank you. ជាដំបូងខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់ជាទីគោរពជាទីរាប់អានខ្ញុំឈ្មោះហិនសោតខាងផ្នែកសិល្បៈតន្ត្រីបុរាណគឺខ្ញុំចេះឧបករណ៍ខ្លុយតខេខឹមរនាតនិងហើយនឹងបានបង្ហាត់បង្រៀនខ្លះជាមួយសិស្សបាទខ្ញុំចាប់ផ្ដើមរៀនភ្លេងបុរាណគឺតាំងពីអាយុ5ឆ្នាំនឹងរៀនពីឪពុកខ្ញុំក៏ដែលគាត់ជាលោកគ្រូភ្លេងដែរបាទគាត់ឈ្មោះហិនសាំងគាត់ជាគ្រូបង្ហាត់ភ្លេងនៅស្រុកគៀងស្វាយយើងនេះឃុំដែរស្រុកគៀងស្វាយហើយខ្ញុំរៀនឧបករណ៍ដំបូងគឺតាខេបាទហើយជំនាញតាខេជាជំនាញឯកទេសរបស់ខ្ញុំហើយនឹងខ្ញុំទៅប្រឡងនៅសាលាចិត្តសិល្បៈក៏ប្រឡងតាខេដែរហើយដល់ពេលលេងចូលអង្គភាពហ្នឹងហើយនឹងលេងកម្មវិធីផ្សេងវាអត់ទៅមានអ្នកចេះខ្លុយក៏ហើយខ្ញុំដែលចេះហើយដែរហ្នឹងក៏មកកាន់ខ្លុយទៀតទៅពីព្រោះតាខេគេចេះច្រើនទុកឲ្យគេកាន់នឹងថតទូហ្នឹងគឺខ្ញុំឲ្យច្រើនឲ្យគេកាន់តាខេខ្ញុំកាន់ខ្លុយវិញបាទការប្រគំនឹងគឺច្រើនមែនតើទី1យើងរាប់ពីទូទៅយើងជាលេងជាភ្លេងអារៈភ្លេងអីចឹងទៅមកភ្លេងអារៈខ្ញុំកាន់បៃអបាទហើយគោលការណ៍ទីជប់លៀងថតយើងកម្មវិធីថតទូហើយចុះសម្ដែងតាមខេត្តបាទហើយបើនិយាយការជំនាន់សង្គ្រាមវិញចុះតាមសមរភូមិតបតល់មកចុះទៅខ្មែរក្រហមចាំបាញ់យើងក៏មានដែរតែវាអត់អីចេះវាសំណាងល្អហើយបាននៅសល់ដៃជើងមកវិញនៅតាមសមរភូមិនឹងពូលើកទឹកចិត្តដល់កងទ័ពតែគ្នានៅតាមសមរភូមិនឹងហើយយើងក៏លះបង់ដែរយើងទៅបំរើអារម្មណ៍ការសបាយដល់កងទ័ពកុំឲ្យវាដូចថាវាអាប់អួរពេកនឹងយើងបង្កើតកម្មវិធីនៅតាមសមរភូមិនឹងគ្រប់រហូតទៅដល់មេឡាយប៉ៃលិននឹងយើងផ្លុំនេះខ្លយយើងផ្លុំអក្សរជាប់គឺខ្ញុំពីមុនឃើញឪពុកខ្ញុំផ្លុំតែជុំមកនឹងផ្លុំតឹងឡើងប៉ោងមាត់ដល់ពេលផ្លុំគាត់បង្ហាត់ខ្ញុំចឹងទៅមានផ្លុំតឹងណាប៉ោងមាត់ដើម្បីបៀមខ្យល់ទុកផ្លុំក្នុងខ្លុយចឹងខ្ញុំសូមលេងបទកកគ្រងចាស់វាតម្រង់មហោរីបាទព្រោះមុនតម្រង់ប្រពៃណីបទហំរងវិញហើយឥឡូវតម្រង់មហោរីវិញ
ហ្នឹងគឺជាបទកំសត់មួយដែរបទបកងក្អែកនេះគឺកើតឡើងនៅកាលជំនាន់ទីក្រុងល្វែកដោយយើងកាលនោះរត់ពីអង្គរវត្តនៅសៀមរាបមកធ្វើទីតាំងនៅក្រុងល្វែកដូច្នេះដល់ក្រុងល្វែកហ្នឹងយើងអ្នកនិពន្ធបទជំនាន់នោះគឺដូចថានឹកកំសត់ខ្លួនដែលរត់តាំងពីអង្គរវត្តមកនៅហ្នឹងក៏និពន្ធបទបកងក្អែកទាំងមួយដែលមានគេចូលចិត្តរហូតដល់ឥឡូវក្នុងកងក្អែកបាទ